អូខេបាទជំរាបសួរបងប្អូនជាទីនឹករលឹកនិងជាទីស្រឡាញ់រាប់អាននេះគឺជាវីដេអូបង្ហាញពីរបៀបនៃការភ្ញាស់ពងខ្យងរបស់យើងដែលយើងបង្ហាញវីដេអូមុនដែលយើងបានបេះដែលយើងបានថតពងខ្យងឲ្យបងប្អូនមើលឥឡូវនេះខ្យងរបស់យើងចាប់ដើមញាស់ជិតអស់ហើយអាធំដែលមិនទាន់ឃើញញាស់នៅទាំងមូលណានេះទៅបេះមកថ្មីទេណាអញ្ចឹងទៅបេះវាមកថ្មីទេហើយអាចាស់ដែលបេះមកហ្នឹងគឺវាញាស់អស់ហើយនេះសឃើញនេះគឺវាញាស់អស់ហើយអញ្ចឹងវាអត់មានទេអានៅនេះគឺពួកថ្មីទៅបេះក្រោយទេហើយបងប្អូនមើលកូនខ្យងរបស់យើងថាតើវាច្រើនកម្រិតណាបងប្អូនបាទនេះបងប្អូនតសង្កេតមើលបន្តិចទៅបងប្អូនឃើញពីព្រោះវាតូចពេកនោះទូចនោះច្រើនណាស់ណាគៀនចានដៃបងប្អូនឃើញទេបាទនេះបងប្អូននេះចានដៃឃើញអត់ហ្នឹងស្ដាកូនខ្យងឃើញទូចជាប់ចានដៃហ្នឹងពណ៌លឿងទុំឃើញទេពណ៌លឿងទូចឃើញអត់សារតែខ្យងហ្នឹងនេះឃើញសារតែខ្យងហ្នឹងបាទសារតែខ្យងទាំងអស់នេះគឺជាពងខ្យងដែលយើងបានមកកាត់បាទសតកូនខ្យងឲ្យសួរថាហេតុអីបានជាយើងត្រូវយកមកកាត់ដាក់នៅកន្លែងម្លប់ហើយដាក់ក្នុងចានដែកអញ្ចឹងមូលហេតុគឺដើម្បីកុំឲ្យវាទៅទឹកភ្លៀងច្រើនពេកកុំឲ្យវាក្តៅខ្លាំងពេកវាញាស់អត់សូវល្អហើយវារងងាប់ច្រើនហើយវាអត់ញាស់ច្រើនអញ្ចឹងពេលដែលយើងយកមកដាក់បែបនេះគឺធានាភាគច្រើនគឺវាញាស់វាមិនងាយខូចទេបាទគឺវាអត់ងាយខូចទេវាញាស់គ្មានសល់ហើយតិចតួចបំផុតដែលវាខូចខាតណាតិចតួចបំផុតអញ្ចឹងអានេះ2សប្តាហ៍គឺវាញាស់អស់ហើយ2សប្តាហ៍ញាស់អស់ហើយអញ្ចឹងអានេះវាញាស់អស់ហើយអត់មានសល់ទេបងប្អូនគ្រាន់តែវាមិនទាន់ធ្លាក់អស់តែប៉ុណ្ណោះហើយអានេះនៅនេះគឺថ្មីដែលយើងទៅបេះមកបន្តហើយអានេះយើងណាកូនខ្យងនេះគឺយើងចិត្តដល់ពេលដែលយើងត្រូវយកទៅដាក់ចូលក្នុងតង់ចិញ្ចឹមថែទាំហើយយកទៅបំពន់ហើយចឹងតែ2-3ថ្ងៃទៀតឬក៏យ៉ាងយូរ1សប្តាហ៍ទៀតគឺខ្ញុំត្រូវបំបែកវាហើយខ្ញុំមិនទុកដល់1សប្តាហ៍ទេអានេះយ៉ាងយូរ3ថ្ងៃ4ថ្ងៃទៀតខ្ញុំត្រូវយកវាទៅបំពន់ហើយព្រោះកាលណាយើងទុកនៅកន្លែងដែលចង្អៀតបែបហ្នឹងពេកវាការរីកលូតលាស់របស់វាហ្នឹងវាយឺតណាវាយឺតពីព្រោះវាសុខភាពអត់សូវល្អទេវានៅតំបន់មួយដែលចង្អៀតណាន់តាន់តាប់ហើយវិទីធ្លាវាតូចហើយពេលយើងយកទៅតង់ទៅវាធំកន្លែងវាទលាយវាអាចរស់នៅបានយ៉ាងសុខភាពហើយវាមានផាសុកភាពក្នុងការរស់នៅហើយនឹងរីកលូតលាស់ធំធាត់លឿនហ្នឹងហើយអញ្ចឹងយើងនឹងរីកលូតលាស់ធំធាត់លឿននេះរាប់ពាន់រាប់ម៉ឺនកូនខ្យងបងប្អូនច្រើនមែនតើឲ្យតែមើលទៅឃើញប្រភេទបែបលឿងបងប្អូនមើលណាបញ្ជាក់ម្ដងទៀតឃើញទេបាទនេះអត់ឃើញយើងលឿងនេះដែលព្រាតនេះពេញទាំងអស់នៅលើតងតគូននៅលើស្លឹកឆាយាមែកឆាយាអីនេះបាទច្រើនមែនតើបងប្អូនមើលឃើញប៉ុណ្ណាខ្ញុំក៏មិនហ៊ានដែរដោយសារវាទូចពេកនេះឃើញទេពីនៅលើស្លឹកឆាយានេះបន្លែផ្អែមនេះវាកំពុងតែធំស៊ីចំណៃហើយហ្នឹងហើយឃើញអត់អូខេវីដេអូហ្នឹងចែកជូនបងប្អូនប៉ុណ្ណឹងហ្នឹងហើយចែកជូនបងប្អូនហ្នឹងហើយបងប្អូនមានសំណួរហើយបងប្អូនដែលចង់បានពូជខ្យងយកទៅចិញ្ចឹមអីបងប្អូនអាចតាក់ទងមកបានតាមលេខ Telegram 0664419ដែលមាននៅក្នុង description នៃវីដេអូហ្នឹងបងប្អូនឆែកមើលទៅបងប្អូនឃើញណាផ្សាយជូនបាន25ខែក្រុងបាទ